ឯកឧត្តមសាស្ត្រាចារ្យសម្បូរមន្តរាព្រឹទ្ធសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរនិងជាសាស្ត្រាចារ្យថ្នាក់ខេមរៈវិទ្យានិងប្រវត្តិសាស្ត្រខ្មែរក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979គ្រួសារលោករស់នៅមានជីវិតតែ5នាក់តែប៉ុណ្ណោះគឺមានម្ដាយលោកនិងបងប្អូន4នាក់លោកសាស្ត្រាចារ្យសម្បូរមន្តរាបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រីអ៊ុំផារ៉ាន់នៅក្នុងឆ្នាំ1979ដែលមានមនុស្សចូលរួមកម្មវិធីមង្គលការចំនួនត្រឹមតែ7នាក់ប៉ុណ្ណោះលោកបានទទួលនៅចំណងដៃអាពាហ៍ពិពាហ៍កូនចំនួន3នាក់ប្រុស2នាក់ស្រី1នាក់លោកសាស្ត្រាចារ្យបានបញ្ចប់ការសិក្សានៅបណ្ដាប្រទេសមួយចំនួនសរុបប្រមាណ16ប្រទេសរួមមានសហរដ្ឋអាមេរិកជប៉ុនកូរ៉េខាងត្បូងបារាំងនិងប្រទេសមួយចំនួននៅអាស៊ានលោកសាស្ត្រាចារ្យបានបញ្ចប់ការសិក្សានៅក្នុងស្រុកនិងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិកក្រោយបញ្ចប់ការសិក្សាលោកក៏បានត្រឡប់ចូលមកកាន់មាតុភូមិវិញនិងបានក្លាយជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងជាអនុប្រធាន Department ផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ1991ដោយទេពកោសល្យនិងឧត្តមគតិក្នុងវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរលោកក៏បានក្លាយជាសាស្ត្រាចារ្យថ្នាក់ខេមរៈវិទ្យានិងប្រវត្តិសាស្ត្រខ្មែរនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចាប់តាំងពីឆ្នាំ2002រហូតដល់ជីវិតចុងក្រោយរបស់លោកមិនត្រឹមតែប៉ុណ្ណោះលោកក៏ជាប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរជាស្ថាបនិកក្លឹបយុវជនបេសកកម្មសុឆន្ទៈខ្មែរដែលបានបង្កើតឡើងនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2009និងបានក្លាយជាព្រឹទ្ធសាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងវប្បធម៌និងសង្គមនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផងដែរនៅថ្ងៃទី25ខែមិថុនាឆ្នាំ2023លោកសាស្ត្រាចារ្យសម្បូរមន្តរាបានទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាដែលបានផ្ដល់ដល់លោកតាបណ្ឌិតកុលផេងជាសក្ខីភាពនិងជាកិត្យានុភាពនៃឆន្ទៈនិងការលះបង់ដ៏ធំធេងបំផុតសម្រាប់សង្គមជាតិសាសនានិងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាដោយឆន្ទៈមនសិការសមត្ថភាពនិងឧត្តមគតិដ៏ជ្រាលជ្រៅនិងពោរពេញដោយគុណធម៌លោកសាស្ត្រាចារ្យត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោះប្រទានតួនាទីជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានឋានៈស្មើរដ្ឋមន្ត្រីនិងត្រូវបានប្រោះប្រទានតួនាទីជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី24ខែសីហាឆ្នាំ2023ដែលមានឋានៈស្មើរដ្ឋមន្ត្រីក្រៅពីកិច្ចការងារដ៏មមាញឹកនេះលោកក៏ជាសមាជិកនៃរាជរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរបន្ថែមពីលើនេះទៅទៀតលោកសាស្ត្រាចារ្យក៏បានទទួលនូវលិខិតសរសើរគ្រឿងអិសរិយយសនិងមេដាយយ៉ាងច្រើនពីស្ថាប័នជាតិនិងអន្តរជាតិចំពោះការលះបង់ដើម្បីឧត្តមប្រយោជន៍ក្នុងសង្គមជាតិនិងការខិតខំប្រឹងប្រែងអភិវឌ្ឍនៅបញ្ញវន្តនៅក្នុងសង្គមខ្មែរឧត្តមគតិនិងកិច្ចការងារសង្គមឯកឧត្តមសាស្ត្រាចារ្យសម្បូរមន្តរាបានបំពេញបេសកកម្មការងារសហគមន៍តាមបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជាគិតមកដល់ឆ្នាំ2024គឺមានចំនួន882លើកក្នុងឆាកជីវិតរបស់លោកសាស្ត្រាចារ្យបេសកកម្មការងាររបស់លោកគឺផ្ដោតទៅលើការអប់រំបណ្ដុះគ្រាប់គំនិតយុវជនឲ្យចេះស្រឡាញ់ជាតិមាតុភូមិចេះថែរក្សាការពារសម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរបន្ថែមពីលើនេះទៅទៀតលោកសាស្ត្រាចារ្យបានដឹកនាំនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងនិស្សិតដទៃទៀតចូលរួមបំពេញការងារសហគមន៍ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាផងនិងដើម្បីអប់រំផ្នែកគំនិតយុវជនឲ្យចេះស្រឡាញ់កិច្ចការងារសហគមន៍ចេះជួយគ្នាទៅវិញទៅមកនិងចេះចែករំលែកជួយដល់បងប្អូនដែលជាសិស្សានុសិស្សនៅតាមទីជនបទដាច់ស្រយាលជាងនេះទៅទៀតលោកបានដឹកនាំនិស្សិតឲ្យប្រពកម្មវិធីផ្សេងក្នុងគោលបំណងលើកតម្កើងគុណតម្លៃខ្មែររួមមានទិវាខ្មែរទិវាសិទ្ធិនារីអន្តរជាតិពិធីបុណ្យកតញ្ញូទិវាឯករាជ្យជាតិកម្មវិធីសំឡម៉ែបន្លែស្រុកកម្មវិធី Get to know each other និងពិធីបុណ្យសាសនាផ្សេងដូចជាមាឃបូជាវិសាខបូជាបុណ្យភ្ជុំបិណ្ឌពិធីបុណ្យកឋិនជាដើមលោកបានចូលរួមជាវិក្កាមកិត្តិយសចែករំលែកចំណេះដឹងផ្សេងដល់សាធារណជនទូទៅតាមអង្គសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលទាំងនៅក្នុងស្រុកនិងក្រៅស្រុកលោកក៏បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញសារព័ត៌មានជាច្រើនរហូតដល់ថ្ងៃដែលលោកបានផ្ដល់បទសម្ភាសន៍អំពីប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរ
ជាមួយនឹងសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញដែលជាបទសម្ភាសន៍ចុងក្រោយបំផុតដែលលោកសាស្ត្រាចារ្យព្យាយាមនិយាយទាំងខ្លួនកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយហើយប៉ុន្តែលោកនៅតែញញឹមប្រឹងព្យាយាមនិយាយទាំងសម្លេងលើកខ្សែទៅហើយនោះដោយមិនខ្លាចជំងឺនោះសោះឡើយការចែករំលែកចំណេះដឹងដល់យុវជនជំនាន់ក្រោយនិងការបំពេញការងារសហគមន៍បានក្លាយជាវប្បធម៌ប្រចាំនិងជីវ័តប្រតិបត្តិរបស់លោកសាស្ត្រាចារ្យដោយពាក្យដ៏ពិរោះមួយឃ្លារបស់លោកថាខ្ញុំមិនដឹងថាខ្ញុំឈប់បង្រៀននៅពេលណាទេតែខ្ញុំបន្តបង្រៀនរហូតដល់ដង្ហើមចុងក្រោយជាការពិតណាស់ទោះបីជាលោកមានជំងឺប្រចាំកាយយ៉ាងណាក៏ដោយក៏លោកនៅតែបង្រៀននិងនៅតែញញឹមដាក់សិស្សគ្រប់គ្នាបើគ្មាននរណាម្នាក់ចាប់អារម្មណ៍ថាលោកកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយឡើយស្មារតីដ៏អង់អាចនិងអេរយាប័តស្វាហាប់ក្នុងការទេពុទ្ធិនេះយើងខ្ញុំទាំងអស់គ្នានឹងចងចាំនៅរដ្ឋដំបូន្មានដ៏ប្រកបដោយខ្លឹមសារស្នាមញញឹមទឹកមុខនិងសម្លេងដ៏ពិរោះរបស់លោកគ្រូក្នុងក្រអៅបេះដូងរបស់យើងខ្ញុំជារៀងរហូតតទៅ